ជំរាបសួរបងប្អូនទាំងអស់គ្នាតើបងប្អូនធ្លាប់មានអារម្មណ៍ថាជីវិតមានភាពតច្រកទេនៅពេលដែលអ្នកបាត់បង់ការងារភ្លាមប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុឬចិត្តរបស់អ្នកបាក់បែកដោយសារបញ្ហាគ្រួសារអ្នកគិតថាខ្ញុំគួរធ្វើយ៉ាងណាឥឡូវនេះក្នុងព្រះគម្ពីរនគរទី2ចំពុកទី8ស្ត្រីស៊ូណែមត្រូវតែបោះបង់ចោលអ្វីទាំងអស់ហើយចាក់ចេញដោយសារគ្រោះអត់ឃ្លានផ្ទះដីធ្លីជីវិតដែលមានលំនឹងទាំងអស់គឺប្រឈមនឹងការបាត់បង់ប៉ុន្តែនាងបានជឿលើដំបូន្មានរបស់អេលីសេដែលជាអ្នកបម្រើរបស់ព្រះហើយបានទៅកាន់ស្រុកភីលីស្ទីន7ឆ្នាំក្រោយមកពេលដែលនាងត្រឡប់មកវិញនាងពិតជាបានទទួលទ្រព្យសម្បត្តិដែលបាត់បង់មកវិញយ៉ាងអស្ចារ្យយ៉ាងម៉េចអភូតហេតុរបស់អេលីសេត្រូវបានថ្វាយដំណឹងដល់ស្ដេចហើយស្ដេចបានជួយនាងឲ្យស្ដារយុទ្ធធម៌ឡើងវិញព្រះបន្ទូលនេះមិនមែនគ្រាន់តែជារឿងនៃការរកឃើញទ្រព្យសម្បត្តិប៉ុណ្ណោះទេវាជាភស្តុតាងដែលថាព្រះហស្ថរបស់ព្រះទ្រង់ធ្វើការសំបីតែនៅក្នុងភាពអស់សង្ឃឹមរបស់យើងរឿងរបស់ស្ត្រីស៊ូណែមនេះត្រូវបានសម្រេចក្នុងរូបភាពដ៏ធំជាងនេះនៅក្នុងព្រះយេស៊ូវគ្រីស្ទព្រះគម្ពីរចែងថាព្រះយេស៊ូវបានយាងមកដើម្បីដោះស្រាយវិបត្តិដ៏សំខាន់បំផុតរបស់យើងគឺបញ្ហានៃអំពើបាបនិងសេចក្តីស្លាប់យើងទាំងអស់គ្នាឆ្លងកាត់គ្រាដែលយើងបាត់បង់បាក់បែកនិងដួលរលំក្នុងជីវិតនៅពេលដែលយើងគ្មានលុយនៅពេលដែលទំនាក់ទំនងបែកបាក់ឬសូម្បីតែនៅពេលដែលយើងភ្លេចថាយើងជានរណាព្រះយេស៊ូវបានទទួលយកអំពើបាបរបស់យើងនៅលើឈើឆ្កាងហើយតាមរយៈការរស់ឡើងវិញរបស់ទ្រង់បានប្រទានជីវិតថ្មីដល់យើងដូចជាស្ត្រីស៊ូណែមបានផ្ទះនិងដីធ្លីដែលបាត់បង់របស់នាងមកវិញព្រះយេស៊ូវបានស្ដារអត្ថន័យនៃជីវិតសេចក្តីសង្ឃឹមនិងទំនាក់ទំនងរបស់យើងជាមួយព្រះដែលយើងបានបាត់បង់ឡើងវិញព្រះយេស៊ូវគឺជាទីប្រឹក្សានិងជាព្រះអង្គសង្គ្រោះរបស់យើងបងប្អូនឲ្យបើជីវិតរបស់អ្នកមានអារម្មណ៍ដូចជាគ្រោះអត់ឃ្លានឥឡូវនេះចូលជួបនឹងព្រះយេស៊ូវដូចស្ត្រីស៊ូណែមបានធ្វើតាមដំបូន្មានរបស់អេលីសេព្រះយេស៊ូវមានបន្ទូលមកយើងថាចូលជឿលើខ្ញុំហើយតាមខ្ញុំមកព្រះយេស៊ូវមិនមែនគ្រាន់តែជាអ្នកផ្ដល់ដំបូន្មានដ៏ល្អម្នាក់ប៉ុណ្ណោះទេទ្រង់ជាព្រះអង្គសង្គ្រោះដែលបានសុគតសម្រាប់អំពើបាបរបស់យើងហើយបានរស់ឡើងវិញដើម្បីដឹកនាំយើងទៅកាន់សេចក្តីសង្ឃឹមអស់កលឹបជានិច្ចឧទាហរណ៍តើអ្នកធ្លាប់ឮរឿងមិត្តភក្តិម្នាក់ដែលមានអារម្មណ៍តច្រកបន្ទាប់ពីបាត់បង់ការងារប៉ុន្តែបានទទួលជំនួយពីសហគមន៍ក្រុមជំនុំហើយបានរកឃើញការងារថ្មីទេនោះគឺជារបៀបដែលព្រះយេស៊ូវធ្វើការក្នុងជីវិតរបស់យើងព្រះយេស៊ូវគឺជាអ្នកដែលស្រង់យើងចេញពីភាពអស់សង្ឃឹមហើយប្រទានការចាប់ផ្ដើមថ្មីដល់យើងបងប្អូនឲ្យទោះបីស្ថិតក្នុងវិបត្តិជីវិតក៏ដោយក៏មានសេចក្តីសង្ឃឹមដែលព្រះយេស៊ូវជ្រាបពីរឿងរបស់អ្នកហើយចង់ស្ដារអ្នកឡើងវិញថ្ងៃនេះចូលបើកចិត្តរបស់អ្នកហើយអញ្ជើញព្រះយេស៊ូវដោយនិយាយថាសូមយាងចូលមកក្នុងជីវិតខ្ញុំព្រះយេស៊ូវគឺជាអ្នកដែលអាចផ្លាស់ប្ដូរវិបត្តិរបស់អ្នកទៅជាការចាប់ផ្ដើមថ្មីដូចជាស្ត្រីស៊ូណែមបានយកទ្រព្យសម្បត្តិរបស់នាងមកវិញដោយសេចក្តីជំនឿលើព្រះយេស៊ូវនឹងផ្លាស់ប្ដូរជីវិតរបស់អ្នកជារៀងរហូតសូមអញ្ជើញព្រះយេស៊ូវឥឡូវនេះទ្រង់នឹងក្លាយជាសេចក្តីសង្ឃឹមរបស់អ្នក